ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទអញ្ចឹងថ្ងៃនេះខ្ញុំមានការបង្ហាញលេខហ្គីតាមួយដែលខ្ញុំដកស្រង់ចេញពី Major Pentatonic Note ណានិង Minor Pentatonic បូកបញ្ចូលគ្នាដើម្បីបង្កើតចេញជាលេខហ្គីតាមួយហ្នឹងចែកជូនបងប្អូនអញ្ចឹងលេខហ្គីតាបងប្អូនតែងតែដឹងហើយវាអាចយកទៅជា note នៅក្នុង scale ដែលយើងជ្រើសរើសយកមកបង្កើតចេញជា technique ក្នុងការលេងរបស់យើងអញ្ចឹងណាដូចខ្ញុំតែងតែបង្ហាញបងប្អូនហើយបងប្អូនអាចយកលេខហ្គីតាមួយនេះបូកបញ្ចូលទៅក្នុងការលេង solo feeling របស់អ្នកទាំងអស់គ្នាដូចវីដេអូមុនដែលខ្ញុំបង្កើតលេខហ្គីតាទៅឲ្យបងប្អូនហាត់តាមអញ្ចឹងណាបាទបើបងប្អូនស្រឡាញ់លេខហ្គីតាហ្នឹងបងប្អូនហាត់តាមទៅ apply ទៅហើយខ្ញុំបង្ហាញវានៅក្នុងតង់ដូហើយនឹង Minor Pentatonic បូកបញ្ចូលគ្នាណាអញ្ចឹងសង្ឃឹមថាបងប្អូនចង់លេងតង់អីផ្សេងបងប្អូនគាត់ transpose ជាមួយនឹង lick ហ្នឹងទៅបានហើយអញ្ចឹងណាអូខេឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលរបស់គ្នាតោះបាទអញ្ចឹងខ្ញុំបង្ហាញយឺតៗមិញឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងវាមាននៅក្នុងនៅលើចាប់តាមចេញពីខ្ទង់ទី3របស់យើងទៅខ្ទង់ទី3ខ្សែទី6យើងខ្ទង់ទី5ខ្សែទី4ទី5ខ្ទង់ទី3ខ្សែទី5មកខ្ទង់ទី5ខ្សែទី4ហើយខ្ទង់ទី5ខ្សែទី4ដដែលមកខ្ទង់ទី7ខ្សែទី3មកខ្ទង់ទី5ខ្សែទី3មកខ្ទង់ទី6ខ្សែទី2មកខ្ទង់ទី5ខ្សែទី3វិញមកខ្ទង់ទី8ខ្សែទី2ខ្ទង់ទី6ខ្សែខ្ទង់ទី6ខ្សែទី2ហើយតមកខ្ទង់ទី8ខ្សែទី1អញ្ចឹងណាអូខេឥឡូវខ្ញុំធ្វើយឺតម្ដងទៀតឲ្យបងប្អូនមើលបាទនេះគឺជាលេខហ្គីតាដែលខ្ញុំបានដកស្រង់ចេញពី Major Pentatonic Do Major Pentatonic ណាហើយនឹងMinor Pentatonic ចែកជូនទៅកាន់បងប្អូនហើយយើងបងប្អូនអាចប្រើ technique នេះទៅបាទយើង add solo ទាំងអស់ទៅអញ្ចឹងពេលយើងលេង form នេះបងប្អូនអាចបែងចែកជា2បានទៀតយើងមិនបាច់លេងមក zero ទៅមក full lick ហ្នឹងក៏បានយើងអាចលេងពាក់កណ្ដាលហើយបូកចូល feel បងប្អូននេះបន្ថែម lick ពាក់កណ្ដាលទៀតទៅអញ្ចឹងពាក់កណ្ដាលមានថា3ខ្សែម្ដងអញ្ចឹងណាបក3ខ្សែដល់ពេលលេងហើយ add time អា technique ហ្នឹង3ខ្សែទៀតទៅជាមួយនឹងមើលស្រាបងប្អូននីមួយៗការលេង solo ទៅបងប្អូនទទួលបានលេខហ្គីតាបញ្ចូលជាមួយការ solo អ្នកនរគ្នាបានល្អអញ្ចឹងការបង្កើតលេខហ្គីតានេះគឺយើងបង្កើតមកដើម្បីឲ្យមាន technique ច្រើនក្នុងការលេង solo អញ្ចឹងមានយើងធ្លាប់ឮថា solo នេះអត់ដដែល feel ច្រើនណាអញ្ចឹងទន្ទឹមនឹងមាន feel ហ្នឹងដោយសារយើងបង្កើតលេខហ្គីតាបានច្រើននៃ note ពី note នៃតង់នីមួយ scale នីមួយអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំនឹងធ្វើឲ្យបងប្អូនម្ដងទៀតលឿនហើយតមកយឺតបាទនេះគឺជាអ្វីដែលខ្ញុំចង់បានបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះជាមួយនឹងលេខហ្គីតាបាទជាចំណងដៃបន្ទាប់ពីបនក្នុងទូកហើយអញ្ចឹងណាអូខេអរគុណច្រើនហើយមានចម្ងល់នេះអាចឆាតសួរបានបាទជាមួយនឹងការរៀនអនឡាញក៏ដូចជារៀនផ្ទាល់ផងដែរអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយមួយទៀត